លោកឧត្តមសេនីយ៍ត្រីទាវចន្ទរាត្រូវបានប្រកាសចូលកាន់តំណែងជាមេបញ្ជាការថ្មីនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនៅព្រឹកថ្ងៃទី5ខែមិថុនាឆ្នាំ2026លោកឧត្តមសេនីយ៍ត្រីទាវចន្ទរាត្រូវបានប្រកាសចូលកាន់តំណែងជាមេបញ្ជាការថ្មីនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍សៅសុខាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសដែលមានការអញ្ជើញចូលរួមពីសំណាក់លោកម៉ែនងុយប្រធានក្រុមប្រឹក្សាខេត្តលោកគង់កំនីអភិបាលថ្មីនៃគណៈអភិបាលខេត្តមណ្ឌលគិរីរួមជាមួយលោកប្រធានសាលាដំបងលោកព្រះរាជអាជ្ញាអមសាលាដំបងខេត្តលោកស្នងការនគរបាលខេត្តលោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តមណ្ឌលគិរីលោកមេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេសអស់លោកស្រីជាមេបញ្ជាការដ្ឋាននៃកងរាជអាវុធហត្ថតាមបណ្ដាខេត្តរួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តនិងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតដែលពិធីនេះបានរៀបចំធ្វើនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីសូមបញ្ជាក់ថាមុនចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីលោកឧត្តមសេនីយ៍ត្រីទាវចន្ទរាមានតួនាទីជាមេបញ្ជាការរងកងរាជអាវុធហត្ថរាជធានីភ្នំពេញក្នុងអំឡុងពេលបំពេញភារកិច្ចនៅរាជធានីភ្នំពេញលោកបានចូលរួមដឹកនាំប្រតិបត្តិការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សង្គមនិងបង្ក្រាបបទល្មើសនានាយ៉ាងសកម្មក្រោមការបញ្ជាផ្ទាល់ពីថ្នាក់ដឹកនាំកងរាជអាវុធហត្ថរាជធានីភ្នំពេញលោកឧត្តមសេនីយ៍ត្រីទាវចន្ទរាដែលត្រូវបានប្រកាសចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនេះគឺត្រូវជំនួសតំណែងលោកឧត្តមសេនីយ៍ត្រីហែមបូណារ៉ាល់ដែលត្រូវបានថ្នាក់ដឹកនាំដកបញ្ឈរជើងបន្ទាប់ពីជាប់សង្ស័យករណីខុបខិតអំពើឆបោកតាមប្រព័ន្ធអនឡាញ